ជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែប្រកបរបរឬក៏អាជីវកម្មនៅតាមអនឡាញដូចជា Facebook ឬក៏ Social Media ផ្សេងៗបាទថ្ងៃនេះខ្ញុំមកចែករំលែកនៅ tip ខ្លះៗសម្រាប់បងប្អូនដែលទើបតែ build page ថ្មីឬក៏ទើបតែចាប់ផ្ដើមអាជីវកម្មរបស់លោកអ្នកនៅតាម Facebook ឬក៏ Social Media ផ្សេងៗបាទហើយ tip នោះគឺជាការ boost ឲ្យដំណើរការល្អហើយស៊ីថោកបាទរបៀបដែលយើងអាចធ្វើការ boost នៅលើ Facebook ឲ្យស៊ីថោកនឹងដំណើរការល្អគឺថ្ងៃនេះខ្ញុំលើកយកមកមាន4ចំណុចបាទចំណុចទី1នោះគឺ Facebook ADS account ហើយក៏ដូចជាការរៀបចំ page ឲ្យត្រូវតាមស្តង់ដារបាទធ្វើយ៉ាងម៉េចដើម្បី build page ឲ្យត្រូវតាមស្តង់ដារគឺ page មានអាសយដ្ឋានត្រឹមត្រូវមានលេខទំនាក់ទំនងឬក៏អាចថាហាងរបស់យើងឬក៏អាជីវកម្មរបស់យើងមាន website គឺយើងអាច link ចូលទៅក្នុង page Facebook របស់យើងបានផងដែរបាទហើយចំណុចទី2គឺតាក់ទងនឹងការធ្វើ content ដូចជាបងប្អូនគាត់លក់ដូរខោអាវលក់គ្រឿងសម្អាងអីផ្សេងតើរបៀបដែលយើងត្រូវធ្វើ content យ៉ាងម៉េចដើម្បីឲ្យមានភាពទាក់ទាញអានេះក៏គឺជាចំណែកមួយសម្រាប់ការធ្វើការ boost នៅលើ Facebook យើងឲ្យដំណើរការទៅបានយ៉ាងល្អផងដែរបាទហើយចំណុចទី3គឺការធ្វើ marketing ខ្ញុំសូមរៀបរាប់ត្រួសៗអំពីការធ្វើ marketing គឺជាការផ្សព្វផ្សាយផលិតផលរបស់យើងនៅតាមអនឡាញដើម្បីឲ្យទៅដល់អតិថិជនដែលចង់ជាវឬក៏ទិញនៅផលិតផលដែល page យើងបានផ្សព្វផ្សាយលក់បាទហើយការធ្វើ marketing នៅពេលបច្ចុប្បន្ននេះគឺសំខាន់មែនទែនបាទគឺយើងអាចធ្វើការផ្សព្វផ្សាយដោយខ្លួនឯងដោយ page ខ្លួនឯងផ្ទាល់តែម្ដងដើម្បីរុញផលិតផលនោះឲ្យគេស្គាល់កាន់តែច្រើនពេលណាដែលនៅលើ social media ឬក៏ Facebook យើងឧស្សាហ៍ឃើញពាណិជ្ជកម្មគាត់លោតមកដដែលអញ្ចឹងអតិថិជនគឺគាត់ធ្វើការសម្រេចចិត្តទិញបានដោយរបៀបថាគាត់ឃើញវីដេអូនឹងច្រើនគាត់អាចទុកចិត្តនៅផលិតផលរបស់យើងបានបាទហើយចំណុចទី4គឺការ boost ហើយនឹងកំណត់ target audience បាទអញ្ចឹងក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញចំណុចលម្អិតផ្សេងៗដែលខ្ញុំបានរៀបរាប់ខាងលើនេះឲ្យកាន់តែលម្អិតបាទសូមអរគុណ